តើអត្តចរិតឪពុកជះឥទ្ធិពលអ្វីខ្លះទៅលើកូនស្រីខ្ញុំសូមជូន6ចំណុចដែលកូនស្រីរៀនពីអត្តចរិតរបស់ឪពុកហើយចំណុចទី6នោះគឺជាចំណុចពិសេសនិងសំខាន់ជាងគេទី1គឺការជឿជាក់លើខ្លួនឯងការគ្រប់គ្រងនិងផ្ដល់កំណត់ចិត្តរបស់ឪពុកទៅឲ្យកូនស្រីគឺបង្រៀនកូនស្រីឲ្យជឿជាក់និងមានទំនុកចិត្តលើខ្លួនឯងទី2គឺការគោរពខ្លួនឯងនិងអ្នកដទៃការគោរពរបស់ឪពុកចំពោះកូនស្រីនិងអ្នកដទៃបង្រៀនកូនស្រីឲ្យស្គាល់ពីតម្លៃខ្លួនចេះគោរពខ្លួនឯងនិងអ្នកដទៃដូចគ្នាដែរចំណុចទី3គឺទំនួលខុសត្រូវប្រសិនបើឪពុកជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ចំពោះគ្រួសារនិងការងារនិងបង្រៀនកូនស្រីឲ្យក្លាយជាមនុស្សមានទំនួលខុសត្រូវខ្ពស់ទី4គឺអារម្មណ៍រឹងប៉ឹងឪពុកដែលមានភាពអត់ធ្មត់និងចេះគ្រប់គ្រងអារម្មណ៍ល្អនឹងបង្រៀនកូនស្រីឲ្យមានអារម្មណ៍រឹងប៉ឹងល្អទី5គឺភាពក្លាហាននិងភាពធន់ឪពុកដែលមានភាពក្លាហានមានភាពធន់និងចេះដោះស្រាយគ្រប់បញ្ហានិងបង្រៀនកូនស្រីឲ្យរឹងមាំទី6ដែលជាចំណុចចុងក្រោយហើយក៏ជាចំណុចពិសេសហ្នឹងគឺក្តីស្រឡាញ់ការស្រឡាញ់ការមើលថែការយកចិត្តទុកដាក់ការការពាររបស់ឪពុកនិងបង្រៀនកូនស្រីឲ្យចេះជ្រើសរើសបុរសល្អម្នាក់ធ្វើជាស្វាមីនាពេលអនាគតបាទសូមអរគុណ